បាទសូមជម្រាបសួរក៏ដូចជាសួស្តីដល់អ្នកដែលតាមដាននៅ Channel YouTube របស់ខ្ញុំ Learning Techno ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាពីកម្មវិធី Microsoft Excel បន្តទៀតអ្នកគ្នាណាដែលយើងនិយាយពីការស្វែងយល់នៃកម្មវិធី Microsoft Excel 2024បាទអញ្ចឹងដើម្បីទៅស្គាល់អំពីទាំងកម្មវិធីវីដេអូមុនខ្ញុំបានបង្ហាញអ្នកគ្នាអំពីរបៀបនៃការបើកកម្មវិធីអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាអំពីរបៀបនៃការស្គាល់នៃទាំងកម្មវិធីតើទាំងអស់នេះគេហៅថាជាគេអ្នកគ្នាណាបាទអញ្ចឹងខាងលើគេហៅថា Quick Access Toolbar បាទ Title Tab Contextual Tab Ribbon អ្នកគ្នាណាដែលយើងហៅថា tool ពីមុនណាបាទអញ្ចឹងយើងមានជាលក្ខណៈដូចជា group ហើយនឹង dialog launcher បាទយើងមានជា formula bar យើងមានជា name box បាទយើងមានជា worksheet view workbook view យើងមានជាគេហៅថា sheet tab view អញ្ចឹងទៅឬក៏ហៅ sheet tab អ្នកគ្នាណាបាទតោះឥឡូវយើងទៅមើលនៃកម្មវិធីជាក់ស្ដែងទាំងអស់គ្នាបាទអញ្ចឹងខ្ញុំបើក Excel មួយសិនមកអ្នកគ្នាណាបាទអញ្ចឹងនេះនៅពេលដំបូងយើងអាចនៅពេលដែលយើងបើកមកអញ្ចឹងទៅកន្លែងនេះគឺយើងអាចធ្វើការរើសបាទជាតម្រងរបស់គេដែលមានស្រាប់ជា template របស់គេដើម្បីយកមក edit បន្ថែមក៏បានឬក៏ជាធម្មតាដល់អ្នកធ្វើការបង្កើតដោយខ្លួនឯងនៅក្នុងកន្លែងខាងក្រោមនេះគឺជាតម្រងនៃ Excel ដែលយើងបានធ្លាប់ប្រើពីមុននេះណាបាទឬក៏រយៈពេលថ្មីៗហ្នឹងទៅបាទអញ្ចឹងជាធម្មតាខ្ញុំតែងតែបង្ហាញឬក៏អ្នកនេះតែងតែធ្វើការបង្កើតឯកសារពីចំណុច0ដែលយើងហៅថា blank workbook បាទតើឥឡូវខ្ញុំចុចលើ blank workbook មកបាទនេះគឺជាតម្រងនៃកម្មវិធី Microsoft Excel នេះណាបាទអញ្ចឹងយើងមានតាក់ទងទៅនឹងកន្លែងនេះដែលខ្ញុំបង្ហាញមិញគឺគេហៅថា Quick Access Toolbar អញ្ចឹងនៅក្នុងកន្លែងហ្នឹងគឺជាកន្លែងដែលអ្នកអាចធ្វើការ save ឯកសារបាទបានលឿនឬក៏ប្រើប្រាស់នៅ tool ឬក៏ ribbon មួយចំនួនបានលឿនអ្នកនេះណាបាទអញ្ចឹងតាក់ទងទៅនឹងការប្រើប្រាស់បានលឿនមិនអ្នកនេះណាបាទឧទាហរណ៍ថាឥឡូវខ្ញុំចង់ save ខ្ញុំចុចលើប៊ូតុងហ្នឹងចុច save បានហើយឬក៏យើងអាចតែធ្វើការបន្ថែមបន្ថយនៅក្នុង tab ឬក៏ Quick Access Toolbar នេះបានទៀតហើយយើងចុចនៅលើកន្លែងសញ្ញាព្រួញចុចក្រោមមកអ្នកនេះចង់បាន new ណា thích ឡើង new មកអញ្ចឹងយើងបាន new នៅក្នុងកន្លែងហ្នឹងបាទអញ្ចឹងមួយទៀតតាក់ទងទៅនឹងកន្លែងនេះឧទាហរណ៍ថាឥឡូវខ្ញុំចង់បានតាក់ទងទៅនឹងកន្លែងopen អញ្ចឹងបាន open ប៉ុន្តែបើសិនយើងអត់ចង់បានទេអ្នកនេះអាចធ្វើការដកទៅវិញដែលយើងចុចឡើងនេះមកយើងដក tick ទៅវិញវាបាត់ទៅវិញអ្នកនេះអាចធ្វើការបន្ថែមបានលើសពីនឹងទៀតដោយយើងចូលទៅក្នុងកន្លែងពាក្យថា more command អញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់បាន calculator មួយទៀតដើម្បីបញ្ចូលមកក្នុងនេះបានណាបាទអញ្ចឹងចុចលើនេះមកខ្ញុំចុច add មកហើយចុច OK អញ្ចឹងដល់ពេលខ្ញុំចុចមកវានឹងធ្វើការគណនាឬក៏ការប្រើប្រាស់រូបមន្តមួយតូចស្រួលនៅក្នុងកន្លែងហ្នឹងបាទអញ្ចឹងខ្ញុំទៅកន្លែង more command ទៀតមកឧទាហរណ៍ថាឥឡូវខ្ញុំចង់បានតាក់ទងទៅនឹង conditional formatting ចឹងចុច add មកចុច OK អញ្ចឹងខ្ញុំនឹងបានលក្ខខណ្ឌនេះអញ្ចឹងពេលចុចមកអាចធ្វើការប្រើប្រាស់បានលឿនទៅនៅក្នុងកន្លែងហ្នឹងបាទអញ្ចឹងបើយើងចង់ដកទៅវិញនៅក្នុងកន្លែងនេះអត់មាន tick ទេអញ្ចឹងអ្នកនេះទៅកន្លែង more command ដដែលមកបាទអ្នកនេះទៅចុចទៅលើ command ណាមួយឬក៏ ribbon ណាមួយយើងបានរើសមិញហើយចុចលើវាមួយចុចពាក្យ remove មកហើយចុច OK ទៅបាត់ទៅវិញបាទអញ្ចឹងដូចជាកន្លែងនេះមួយទៀតអញ្ចឹងខ្ញុំទៅកន្លែងនេះមកមក command មកបាទអញ្ចឹងចុចលើវាមួយចុច remove ដូចគ្នាបាទចុច remove មកអូខេអញ្ចឹងយើងបាត់ទៅវិញឡើយហ្នឹងបាទប៉ុន្តែអ្វីដែលយើងបាន tick នេះអ្នកអាចធ្វើការដក tick នៅក្នុងកន្លែងនេះបានធម្មតាទេបាទកន្លែងនេះគេហៅថាជា title bar title bar នេះគឺវាបង្ហាញប្រាប់អំពីឈ្មោះឯកសារតែដោយសារកន្លែងនេះគឺខ្ញុំអត់ទាន់ save ឯកសារអញ្ចឹងអត់ទាន់មានអ្នកនេះណាបាទអញ្ចឹងវាចេញ book 1នេះទៅដូចនៅក្នុង Word វាចេញDOCH ជាងសំទោស document 1 2 3ជាងទៅអ្នកនេះណាបាទអញ្ចឹងនៅក្នុងកន្លែងនេះគឺយើងអាចធ្វើការ search នៅលក្ខខណ្ឌផ្សេងៗណាមួយដែលយើងចង់ថែមឧទាហរណ៍ថាឥឡូវខ្ញុំចង់ search ជាមួយនឹងfree pen ឬក៏ header footer ឬក៏ insert sheet ណាអ្នកអាចធ្វើការចុចនៅក្នុងកន្លែងហ្នឹងមកវានឹងធ្វើការបង្ហាញហ្នឹងទៅបាទអញ្ចឹងបន្តមកទៀតនៅខាងក្រោមនេះក៏យើងដូចទៅនឹងក្នុងកម្មវិធី Word ដូចគ្នានេះយើងណាបាទយើងមានជាមួយនឹងhome យើងមាន insert draw table layout ហោហាយទៅអ្នកនេះណាបាទដែលទាំងអស់នេះគេហៅថាជា tab អ្នកនេះណាហើយនៅក្នុង tab នីមួយៗគឺវាផ្ទុកទៅដោយ ribbon ផ្សេងៗគ្នាយើងទៅដែលយើងហៅថា tool បាទអញ្ចឹងខាងក្រោមនេះគេហៅថាជា ribbon បាទដែលអ្នកនេះ
និយមហៅថា tool ឬក៏ឧបករណ៍ឬក៏ command ក៏បានអ្នកគ្នាណាបាទអញ្ចឹងនៅក្នុងនេះគេហៅថាជា dialog box launcher ដែលជាចំណុចតូចមួយដើម្បីធ្វើការតាក់ទងទៅនឹងចំណុចផ្សេងៗទៀតនៅក្នុងលក្ខខណ្ឌផ្សេងឧទាហរណ៍ថានៅក្នុងកន្លែង font ចុចខ្ញុំចុចទៅវាចេញទៅក្នុងកន្លែង font នេះទៅបាទអញ្ចឹងនៅក្នុងគេហៅថាdialog box launcher នេះនៅក្នុងប្រអប់ទាំងអស់នេះគេហៅថាជា group អ្នកគ្នាណាជា group នេះ group font group alignment group number group style ទៅអ្នកគ្នាណាបាទមួយទៀតកន្លែងនេះគេហៅថាជា name box បាទ name box នេះគេមានន័យថាម៉េច name box នេះមានន័យថាឧទាហរណ៍ថាឥឡូវខ្ញុំឈរនៅលើ cell មួយនេះវាចេញ K8 អញ្ចឹងមានថាវាបង្ហាញប្រាប់ពីទីតាំងរបស់ cell របស់យើងឬក៏ active cell របស់យើងនៅក្នុងជួរឈរទី K ហើយជួរដីលេខ8បាទហើយបន្តមកទៀតកន្លែងនេះគេហៅថា formula bar formula bar នេះគឺវាបង្ហាញអំពីរូបមន្តឧទាហរណ៍ថាឥឡូវខ្ញុំធ្វើការគណនាមួយ5 បូកនឹង5ឬក៏គុណនឹង5ស្មើនឹងប៉ុណ្ណេះយើងឃើញជាទម្រង់លេខ25ប៉ុន្តែធៀបពិតយើងប្រើ formula មួយគឺគុណអ្នកនេះណាបាទអញ្ចឹងនេះគឺវាបង្ហាញប្រាប់អំពីគេហៅថាទីគុណអ្នកនេះណាបាទអញ្ចឹងមួយទៀតនៅខាងក្រោមនេះដែលយើងឃើញ ABC ហ្នឹងអាហ្នឹងគេហៅថាជាcolumn header អ្នកនេះណាជា column header អញ្ចឹងនៅក្នុងកន្លែងនេះគឺវាបង្ហាញប្រាប់អំពីឈ្មោះ column បាទអ្នកឲ្យឃើញលេខ1លេខ2នេះគេហៅថាជា row header ដែលវាបង្ហាញប្រាប់អំពីចំនួនឬក៏លេខរៀងនៃជួរដេកអញ្ចឹងទៅហើយនៅក្នុង Excel យើងមានច្រើនជួរឈរហើយក៏យើងមានច្រើនជួរដេកដូចគ្នាបាទខាងក្រោមនេះកន្លែងដែលយើងកំពុងធ្វើការនេះគេហៅថា work area បាទអញ្ចឹងនៅក្នុងនេះគឺគេមួយប្រអប់នេះគេហៅថាជា cell បាទអញ្ចឹង cell ជាច្រើនអូបចូលគ្នាបានទៅជា table ឬក៏តារាងហ្នឹងដែលយើងហៅថាការផ្គុំគ្នារវាងជួរដេកសំទោសការផ្គុំគ្នារបស់ cell ជាច្រើនហ្នឹងទៅបាទហើយដែលយើងចុចមួយនេះបាទគេហៅថាជា active cell បាទ active cell active cell បែបនេះអញ្ចឹងណាគេហៅថា active cell អញ្ចឹង active cell នេះតើតើយើង active នៅលើ cell មួយណាបានយើងអាចធ្វើការបញ្ចូលទិន្នន័យនៅក្នុងកន្លែងហ្នឹងបានបាទអញ្ចឹងចំណុចមួយទៀតណាណាបាទចំណុចមួយទៀតកន្លែងនេះគេហៅថាជា sheet បាទយើងអាចធ្វើការបន្ថែម sheet បានច្រើនដែលយើងចុចសញ្ញាលេខបូកមកបាទយើងអាចធ្វើការបន្ថែមរហូតអញ្ចឹងទៅបាទឧទាហរណ៍ថាឥឡូវបន្ថែមមួយមកបាទនេះគឺជាការបន្ថែម sheet បាទអញ្ចឹងនៅកន្លែងនេះគឺយើងជា scroll ដែលអ្នកធ្វើការទាញឯកសារទាញមើលឯកសាររបស់យើងនេះក្នុងករណីតិចអត់អីទេអ្នកណាពេលមានច្រើនវានឹងធ្វើការបង្ហាញច្រើនជាងនឹងទៀតអ្នកណាធ្វើការទាញបានច្រើនទៀតបាទហើយនៅខាងក្រោមផ្នែកខាងស្ដាំនេះបាទគេហៅថាជា view បាទ view ចុះយើងមានបើយើងមាន normal view យើងមាន page layout ហើយយើងមាន page break បាទអញ្ចឹង normal view គឺវាទម្រង់បែបហ្នឹងអ្នកនាងណាគឺយើងឃើញមានកន្លាបែបហ្នឹងបាទដល់ពេលកន្លែង page គេហៅថា page layout គឺយើងវាបង្ហាញស្តៀងនឹងកម្មវិធី Word អ្នកនាងណាបាទវាបង្ហាញស្តៀងទៅនឹងកម្មវិធី Microsoft Word ដូចគ្នាណាបាទប៉ុន្តែគឺណាកន្លែងនេះគឺយើងត្រូវតែមានតារាងទាំងអស់នៅក្នុង Excel គឺជាធម្មតាគឺត្រូវមានតារាងទាំងអស់គ្នាណាបាទហើយមួយទៀតតកតងទៅនឹងកន្លែងហៅថា page preview នេះគឺជាទម្រង់នៃការប្រើដើម្បីធ្វើការទាញពង្រីកពង្រួមទៅលើឯកសាររបស់យើងនេះណាចាំដល់មានឯកសារណាដែលតកតងទៅនឹងការប្រើប្រាស់ឡើយហ្នឹងគឺខ្ញុំបង្ហាញបន្ថែមទៀតបាទនេះគឺជាការស្វែងយល់អំពីទាំងកម្មវិធី Microsoft Excel បាទជួបគ្នានៅវីដេអូបន្ទាប់បាទសូមជួយចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតសូមអរគុណសូមជម្រាបលា